ហាងលក់សាច់អាំងមួយកន្លែងនេះទៅបាក់ថ្មីនៅតំបន់ដែលខ្ញុំរស់នៅចឹងហើយក៏នាំគ្នាមកសាក់រសជាតិថ្មីហើយទីតាំងកន្លែងគេនេះគឺធំទូលាយមែនតើមានកន្លែងចតឡានមុនចូលទៅក្នុងហាងគេនេះឈរមកកាច់រៀងនៅមុខហាងគេសិនចាំចូលទៅដើមខែ5ហើយតែអាកាសធាតុនៅតែជាប្រហែលថ្ងៃនេះគឺភ្លៀងផងខ្យល់ផងមេឃដូចជារះថ្ងៃមួយនេះស្ទុំទៅហត់តែភ្លៀងទៀតហើយពី3ថ្ងៃនេះភ្លៀងជាប់បាទនិយាយពីកន្លែងលក់សាច់អាំងមួយកន្លែងនេះគ្រាន់តែឡាននឹងតងៀបគ្នាគឺភ្ញៀវច្រើនមែនតើមាន2ជាន់ខាងលើជាន់ខាងក្រោមហាងលក់សាច់អាំងមួយកន្លែងនេះមិនមែនលក្ខណៈគេថ្លឹងជាខាំទេលក់ដូចជាស្តៀងជាមួយនឹង buffet ដែរក្នុងម្នាក់ដូចជា 19900 ចិត្ត 20000 ដែរប៉ុន្តែនៅក្នុងនោះបើសិនបើយើងកំងសាច់គោហើយនឹងម្ហូបផ្សេងគេគិតលុយខាងក្រៅផ្សេងខានញ៉ាំសាច់អាំងយូរហើយតាំងពីខែត្រជាក់កាលមុនតកែគាត់នាំទៅញ៉ាំតែតាំងពីពេលហ្នឹងមកពួកខ្ញុំអាសាទៅញ៉ាំត្រីឆៅហើយនឹងម្ហូបផ្សេងប៉ុន្តែបើសាច់អាំងវិញគឺអត់សូវបានចូលទេរៀងយូរដែរដល់ពេលថ្ងៃហ្នឹងឆ្លៀតមកញ៉ាំដោយសារតែឃើញហាងនេះរៀងថ្មីប្លែកចឹងទៅចូលមកសាក់រសជាតិញ៉ាំសាច់អាំងលក្ខណៈគេប្រើចក្រានហើយនឹងខ្ជុំចេះគឺវារសជាតិមួយយ៉ាងឆ្ងាញ់បែបមួយយ៉ាងហើយបើនិយាយពីមុខម្ហូបសាច់អាំងគេមិនភ្លេចទេគឺគីមឈីពេលញ៉ាំសាច់អាំងម្ដងខ្ញុំរៀងដួសគីមឈីច្រើនជាងគេដោយសារតែខ្ញុំចូលចិត្តញ៉ាំជាមួយនឹងសាឡាត់ហើយលាយជាមួយនឹងគីមឈីថ្ងៃហ្នឹងទៅញ៉ាំសាច់អាំងអាកាសធាតុរៀងត្រជាក់ដោយសារតែមេឃមួយថ្ងៃនេះរៀងភ្លៀងហើយយ៉ាងម៉េចទេដើមខែ5ហើយនៅតែត្រជាក់ហើយខ្ញុំមានណាបានមេឃត្រជាក់ចេះផងសាច់អាំងជាមួយគីមឈីសាឡាត់នេះបួងយកបងប្អូនណានិយាយថាចូលចិត្តមែនតើរៀងយើងខានញ៉ាំយូរដែរក៏ប៉ាត់សាច់អាំងយូរម្ដងមកកាញ៉ាំរៀងគ្រាន់ឆ្ងាញ់តែបើថាញ៉ាំញ៉ាក់ពេកអត់កើតទេខ្ញុំញ៉ាំសាច់អាំងយើងញ៉ាំជាមួយនឹងឈូកគ្រប់មុខម្ហូបផ្សេងលាយឡំជាមួយគ្នារសជាតិបែបម្យ៉ាងជាពិសេសហ្នឹងគឺទឹកជ្រលក់ហើយអត់ចោលទេគីមឈីពេលដែលគេញ៉ាំសាច់អាំងគេមិនសូវជាញ៉ាំបាយតែបើខ្ញុំវិញញ៉ាំសាច់អាំងគឺខ្ញុំញ៉ាំជាមួយនឹងបាយអញ្ចឹងឆាប់ឆ្អែតអ្នកខ្លះវិញក៏ញ៉ាំតែសាច់ជាមួយបន្លែហើយគីមឈីគ្រប់មុខបើខ្ញុំវិញខ្ញុំចូលចិត្តញ៉ាំមួយបាយអញ្ចឹងឆាប់ឆ្អែតលឿងជាងគេមួយអាទិត្យឈប់បានតែមួយថ្ងៃសៅរ៍ដល់ពេលអញ្ចឹងហើយឆ្លៀតទៅញ៉ាំហើយក៏គិតនាំគ្នាថាចង់ទៅមើលផ្ការដូវនេះគឺជារដូវផ្ការិចហើយដល់ពេលដែលយើងជិះឡានជិះអីនៅតាមផ្លូវហ្នឹងគឺសិតតែផ្ការិចតាមសួនតាមអីស្អាតមែនតើចឹងពីកន្លែងញ៉ាំសាច់អាំងមកក៏ឆ្លៀតនាំគ្នាទៅមើលផ្កានៅកន្លែងយ៉ាងប៊ូនេះមានបងប្អូនច្រើនហើយដែលគាត់ស្គាល់នៅនេះគឺមានផ្កាពីរបីពណ៌ដែរមិនច្រើនដូចយើងនៅកន្លែងសួននេះទេហើយខ្ញុំទៅនេះចំពេលមេឃភ្លៀងអញ្ចឹងផ្កាមានដក់ទឹកភ្លៀងដល់ពេលអញ្ចឹងហើយពួកខ្ញុំទៅរៀងនាំគ្នាដើរមើលផ្កាប្រហែលជា 3-4 ជុំហ្នឹងក៏នាំគ្នាជិះឡានត្រឡប់មកផ្ទះវិញដោយសារពួកខ្ញុំដើររៀងល្ងាចដែរហើយណាមួយមេឃដូចជាមិនសល់រះថ្ងៃទេភ្លៀងរហូតប៉ុន្តែភ្លៀងខ្លាំងវាគ្រាន់តែលឹមតិចពួកខ្ញុំត្រឡប់មកវិញដោយសារតែស្អែកហ្នឹងគឺចូលធ្វើការវិញជីវិតមកធ្វើការនៅស្រុកគេតតែយើងឆ្លៀតពេលវេលាពួកអីពេលវេលាយើងធ្វើការគេរហូតចង្ការថ្ងៃសៅរ៍ខ្លះវិញពួកខ្ញុំអត់បានដើរទៅណាទេត្រូវធ្វើការថែមម៉ោងតែសប្តាហ៍នេះគឺតកែអត់មានការទេក៏ឆ្លៀតមកញ៉ាំអីជុំគ្នាទៅ